សង្គ្រាមកូរ៉េគឺជាសង្គ្រាមប្រយុទ្ធគ្នារវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងចាប់ពីថ្ងៃទី25ខែមិថុនាឆ្នាំ1950ដល់ថ្ងៃទី27ខែកក្កដាឆ្នាំ1953សង្គ្រាមបានចាប់ផ្ដើមនៅថ្ងៃទី25ខែមិថុនាឆ្នាំ1950នៅពេលដែលកូរ៉េខាងជើងបានឈ្លានពានកូរ៉េខាងត្បូងបន្ទាប់ពីការប៉ះទង្គិចគ្នានៅតាមព្រំដែននិងការបោះបោរនៅប្រទេសកូរ៉េខាងត្បូងប្រទេសកូរ៉េខាងជើងត្រូវបានគាំទ្រដោយចិននិងសហភាពសូវៀតឯចំណែកកូរ៉េខាងត្បូងវិញត្រូវបានគាំទ្រដោយអង្គការសហប្រជាជាតិនិងសហរដ្ឋអាមេរិកការប្រយុទ្ធគ្នាត្រូវបានបញ្ចប់ដោយឈប់បាញ់នៅថ្ងៃទី27ខែកក្កដាឆ្នាំ1953សង្គ្រាមរយៈពេល3ឆ្នាំគឺជាសង្គ្រាមបង្ហូរឈាមហើយបាននាំឲ្យមនុស្សរាប់លាននាក់ត្រូវបានស្លាប់និងរាប់ម៉ឺននាក់ទៀតត្រូវបានរបួសរាល់ពេលដែលលើកឡើងអំពីឧបទ្វីបកូរ៉េមនុស្សតែងតែនឹកដល់ភ្លាមពីភាពខុសគ្នារវាងដែនដីភាគខាងត្បូងដែលបានប្រៀបនឹងឋានសួគ៌លើដីគណៈដែលដែនដីភាគខាងជើងប្រៀបបាននឹងឋាននរកសម្រាប់មនុស្សជាតិទៅវិញភាពខុសគ្នាដាច់ស្រឡះរវាងប្រទេសទាំងពីរនិងការប្រឈមមុខដាក់គ្នាក្នុងពេលបច្ចុប្បន្នធ្វើឲ្យមានសំណួរជាច្រើនបានចោទសួរជាដដែលថាអ្វីជាមូលហេតុដែលនាំឲ្យប្រទេសកូរ៉េបែកបាក់ជាពីរតើអ្នកណានៅពីក្រោយខ្នងនៃការបែកបាក់ប្រទេសកូរ៉េកូរ៉េគឺជាប្រជាជាតិមួយដែលមានអត្តសញ្ញាណជាតិវប្បធម៌និងភាសាផ្ទាល់ខ្លួនព្រមទាំងមានអរិយធម៌ដ៏ចំណាស់រាប់ពាន់ឆ្នាំក៏ប៉ុន្តែកូរ៉េគឺជាប្រទេសដ៏អភ័ព្វមួយដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅចំកណ្ដាលរវាងប្រទេសមហាអំណាចធំចំនួន3មានដូចជាចិនរុស្ស៊ីនិងជប៉ុនដែលសុទ្ធតែមានមហិច្ឆតាចង់លេបត្របាក់យកទឹកដីកូរ៉េនិយាយចំកូរ៉េគឺជាជាមដែលនៅចំកណ្ដាលហ្វូងចចកតាំងពីសតវត្សទី1មុនគ្រិស្តសករាជកូរ៉េតែងតែត្រូវបាននគរចិនយកទៅត្រួតត្រាជាចំណោះជាញឹកញាប់មុននឹងធ្លាក់ក្នុងដៃចក្រភពម៉ុងហ្គោលនៅក្នុងអំឡុងសតវត្សទី3នៃគ្រិស្តសករាជក្រោយមកទៀតកូរ៉េត្រូវបានប្រឈមមុខនឹងមហាអំណាចថ្មីមួយដែលទៅនឹងលេចមុខឡើងនៅអាស៊ីគឺចក្រពត្តិជប៉ុននៅឯទីខាងជើងឯនោះវិញមហាអំណាចថ្មីមួយទៀតគឺរុស្ស៊ីដែលមានមហិច្ឆតាចង់ត្រួតត្រាឧបទ្វីបកូរ៉េនេះដែលមានការប្រជែងគ្នារវាងជប៉ុននិងរុស្ស៊ីក៏ត្រូវបានផ្ទុះទៅជាសង្គ្រាមនៅឆ្នាំ1904ជប៉ុនដែលជាអ្នកឆេះសង្គ្រាមក៏បានគ្រប់គ្រងកូរ៉េដោយផ្ដាច់មុខតែម្នាក់ឯងព្រមទាំងបានដាក់កូរ៉េឲ្យស្ថិតនៅក្រោមការគ្រប់គ្រងអាណានិគមជប៉ុនជាផ្លូវការចាប់តាំងពីឆ្នាំ1910រហូតដល់ចប់សង្គ្រាមលោកលើកទី2នៅឆ្នាំ1945នៅក្នុងអំឡុងសង្គ្រាមលោកលើកទី2ជោគវាសនារបស់កូរ៉េត្រូវបានសហរដ្ឋអាមេរិកនិងសហព័ន្ធមិត្តដែលជាគូសត្រូវនឹងជប៉ុនបានលើកយកមកពិភាក្សាគ្នាហើយនៅក្នុងជំនួបនៅទីក្រុងកែលប្រទេសអេស៊ីបនៅឆ្នាំ1943សហរដ្ឋអាមេរិកអង់គ្លេសនិងសាធារណរដ្ឋចិនដឹកនាំដោយលោកចាងកាយជៀកបានឯកភាពគ្នាថានៅពេលដែលគេយកជ័យជំនះលើជប៉ុនបានហើយគេនឹងដកហូតដែនដីអាណានិគមទាំងអស់ពីជប៉ុនយកមកវិញដោយក្នុងនោះមានទាំងដែនដីចិននិងឧបទ្វីបកូរ៉េផងដែរនៅឆ្នាំ1945នៅពេលដែលសង្គ្រាមលោកលើកទី2កាន់តែឈានចូលចិត្តទីបញ្ចប់សហរដ្ឋអាមេរិកដែលពេលនោះកំពុងតែព្យាយាមបញ្ចុះបញ្ចូលឲ្យសហភាពសូវៀតចូលជួយច្បាំងទល់នឹងជប៉ុននៅអាស៊ីបានព្រមព្រៀងចុះឲ្យពុះចែកប្រទេសកូរ៉េជាពីរផ្នែកត្រង់ខ្សែស្របទី38ដោយមួយផ្នែកខាងជើងស្ថិតនៅក្រោមការត្រួតត្រារបស់សូវៀតនិងមួយផ្នែកខាងត្បូងស្ថិតនៅក្រោមការត្រួតត្រារបស់សហរដ្ឋអាមេរិកការបែងចែកនេះបានរំលែកមនុស្ស16លាននាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកនិង9លានអ្នកផ្សេងទៀតក្រោមការគ្រប់គ្រងរបស់សហភាពសូវៀតកាន់តែគួរឲ្យផ្ទះផ្អើលនោះគឺមហាអំណាចទាំងពីរឆាប់ទទួលយកការបែកចែកនេះភ្លាមដោយគ្មានការរីរ៉េព្រាមត្រូវបានសម្រេចឡើងនៅថ្ងៃទី17ខែសីហាឆ្នាំ1945ជាថ្ងៃដែលជប៉ុនលើកទង់សចុះចាញ់សង្គ្រាមលោកលើកទី2តាមគម្រោងរបស់សហរដ្ឋអាមេរិកការពុះចែកប្រទេសកូរ៉េជាពីរផ្នែកនេះគ្រាន់តែជាលក្ខខណ្ឌចែកជាលក្ខណៈរដ្ឋបាលហើយធ្វើឡើងជាបដោះអាសន្នតែប៉ុណ្ណោះនៅពេលដែលគេយកជ័យជំនះលើជប៉ុនបានហើយគេនឹងរៀបចំឲ្យកូរ៉េបង្រួបបង្រួមគ្នាទៅជាប្រទេសកូរ៉េតែមួយឡើងវិញក៏ប៉ុន្តែក្តីសង្ឃឹមនៃការបង្រួបបង្រួមនេះត្រូវបានរលាយសាបសូន្យនៅពេលដែលសហរដ្ឋអាមេរិកនិងសហភាពសូវៀតបានក្លាយជាគូសត្រូវទៅវិញនៅក្នុងសង្គ្រាមត្រជាក់នៅឆ្នាំ1947នៅពេលដែលកិច្ចចរចាលើដំណោះស្រាយបង្រួបបង្រួមប្រទេសកូរ៉េត្រូវបានចប់គាំងគ្មានដំណោះស្រាយសហរដ្ឋអាមេរិកក៏បានបញ្ជូនសំណុំរឿងនេះទៅអង្គការសហប្រជាជាតិដែលជាអ្នកដោះស្រាយតាមរយៈសេចក្តីសម្រេចអនុម័តនៅថ្ងៃទី14វិច្ឆិកាឆ្នាំ1947អង្គការសហប្រជាជាតិបានកំណត់ឲ្យរៀបចំការបោះឆ្នោតទូទាំងប្រទេសកូរ៉េ
ទាំងខាងជើងនិងខាងត្បូងដើម្បីបង្កើតរដ្ឋាភិបាលបង្រួបកូរ៉េទាំងពីររីឯកងទ័ពបរទេសទាំងអស់កំពុងតែឈរជើងនៅប្រទេសកូរ៉េក៏ត្រូវដកចេញទាំងអស់ក៏ប៉ុន្តែដំណោះស្រាយនេះត្រូវបានសហភាពសូវៀតច្រានចោលនៅក្នុងខែមេសាឆ្នាំ1948សន្និសីទសារព័ត៌មានការចូលរួមពីសំណាក់អង្គការនានាមកពីភាគខាងត្បូងនិងខាងជើងត្រូវបានរៀបចំឡើងនៅទីក្រុងភ្យុងយ៉ាងក៏ប៉ុន្តែសន្និសីទនេះមិនអាចផ្ដល់លទ្ធផលអ្វីទាំងអស់នៅថ្ងៃទី10ខែឧសភាឆ្នាំ1948ការបោះឆ្នោតជាតិក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិក៏ត្រូវបានរៀបចំឡើងនៅក៏ប៉ុន្តែក៏មានការជំទាស់ពីសហភាពសូវៀតការបោះឆ្នោតនេះត្រូវបានប្រព្រឹត្តទៅនៅទឹកដីកូរ៉េខាងត្បូងតែប៉ុណ្ណោះហើយនៅថ្ងៃទី15សីហាក្រោយការបោះឆ្នោតរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងនៅកូរ៉េខាងត្បូងដែលបានដាក់ឈ្មោះជាផ្លូវការថាសាធារណរដ្ឋកូរ៉េក្រោមការដឹកនាំរបស់លោកស៊ឹងម៉ាន់រីដែលជាប្រធានាធិបតីចំណែកភាគខាងជើងវិញសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េត្រូវបានបង្កើតឡើងដូចគ្នានៅថ្ងៃទី9ខែកញ្ញាដោយមានលោកគីមអ៊ីលសុងដែលជាប្រធានាធិបតីការពុះបែងចែកកូរ៉េដែលពីដំបូងឡើយធ្វើឡើងក្នុងលក្ខខណ្ឌជាការបែងចែករដ្ឋបាលនិងជាបណ្ដោះអាសន្នក៏បានคล้ายទៅជាការបែងចែកជាប្រទេសពីរនិងជាអចិន្ត្រៃយ៍ក៏ប៉ុន្តែមានតែរដ្ឋាភិបាលកូរ៉េខាងត្បូងមួយតែប៉ុណ្ណោះត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់នៅថ្ងៃទី12ខែធ្នូឆ្នាំ1948ថាជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងប្រទេសកូរ៉េទាំងមូលចំណែកឯរដ្ឋាភិបាលកូរ៉េខាងជើងវិញត្រូវទទួលស្គាល់ដោយសហភាពសូវៀតនិងបណ្ដាប្រទេសក្នុងប្លុកកុម្មុយនីសដោយបន្សល់ទុកនៅប្រទេសពីរដែលមានកំណើតចេញពីសាច់ឈាមនៃជាតិសាសន៍តែមួយតែសម្លឹងមើលគ្នាក្នុងភាពជាសត្រូវលោកគីមអ៊ីសុងនិងលោកស៊ឹងម៉ាន់រីសុទ្ធតែជាអ្នកជាតិនិយមដូចគ្នាហើយមានគោលបំណងដូចគ្នាគឺចង់ឲ្យកូរ៉េរួមគ្នាជាប្រទេសតែមួយឡើងវិញក៏ប៉ុន្តែម្នាក់សុទ្ធតែមានមេត្តាចង់ឲ្យប្រទេសកូរ៉េដែលបង្រួមនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេរៀងខ្លួនគឺលោកគីមអ៊ីសុងចង់បង្រួមកូរ៉េក្រោមការដឹកនាំតាមបែបរបបកុម្មុយនីសណៃឯលោកស៊ឹងម៉ារីចង់បង្កើតជារបបដឹកនាំប្រជាធិបតេយ្យសេរីតាមបែបលោកខាងលិចការសម្លឹងមើលគ្នាក្នុងភាពជាសត្រូវបានធ្វើឲ្យទំនាក់ទំនងរវាងកូរ៉េទាំងពីរទៅនៅក្នុងស្ថានភាពតានតឹងជាប់ជាប្រចាំហើយចាប់តាំងពីសូវៀតនិងសហរដ្ឋអាមេរិកដកទ័ពចេញពីកូរ៉េការប៉ះទង្គិចគ្នាដោយអាវុធតែងតែកើតមានឡើងជារឿយៗនៅតាមបណ្ដាញព្រំដែនការបែងចែកឬការបែកបាក់ឧបទ្វីបកូរ៉េជាលទ្ធផលបណ្ដាលមកពីការលូកដៃរបស់មហាអំណាចសហរដ្ឋអាមេរិកនិងសហភាពសូវៀតដើម្បីបញ្ចប់របបចក្រពត្តិនិយមជប៉ុនដែលគ្រប់គ្រងលើដែនដីកូរ៉េទាំងអស់រយៈពេល35ឆ្នាំជាអកុសលធ្វើឲ្យបិទមហាអំណាចសហរដ្ឋអាមេរិកនិងសូវៀតអាចបញ្ចប់របបចក្រពត្តិនិយមរបស់ជប៉ុនលើទឹកដីកូរ៉េបានតែលទ្ធផលបែរជាអាក្រក់លើសពីការរំពឹងទុកដូចដែលស្ថានភាពបច្ចុប្បន្នអាចបង្ហាញជាផុសតាំងស្រាប់បែកជាពីរមូលហេតុនៃការបែកជាពីរដោយសារតែចំនួនលើប្រទេសជប៉ុននេះបានបង្កើតឡើងនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី2ស្របពេលដែលសង្គ្រាមត្រជាក់បានឈានចូលមកដល់ជាពេលដែលពិភពលោកត្រូវហែកជាពីរដោយមនោគមវិជ្ជាសេរីរបស់អាមេរិកនិងកុម្មុយនីសរបស់សហភាពសូវៀតដោយសារមហាអំណាចទាំងពីរកំពុងចង់ដណ្ដើមដែនដីគ្នាដើម្បីពង្រីកឥទ្ធិពលរៀងៗខ្លួនស្រាប់ផងនោះប្រទេសកូរ៉េក៏ក្លាយជាជនរងគ្រោះថ្នាក់ដោយសារការហែកចែកគ្នាតែម្ដងនៅក្នុងខែធ្នូឆ្នាំ1945ក្នុងសន្និសីទទីក្រុងមូស្គូសព្វមិត្តសហភាពសូវៀតសហរដ្ឋអាមេរិកសាធារណរដ្ឋចិននិងអង់គ្លេសក្នុងការចូលរួមក្នុងការប្រកាសផ្ដល់ឯករាជ្យដល់កូរ៉េស្របពេលដែលប្រជាពលរដ្ឋកូរ៉េភាគច្រើនទាមទារចង់បានឯករាជ្យភ្លាមលើកឡើងតែកុម្មុយនីសបែរជាបន្តចង់ស្ថិតនៅក្រោមឥទ្ធិពលរដ្ឋាភិបាលសូវៀតទៅវិញក្នុងកិច្ចប្រជុំក្នុងឆ្នាំ1946និងឆ្នាំ1947សហភាពសូវៀតនិងសហរដ្ឋអាមេរិកបានរួមគ្នាក្នុងគោលដៅបង្រួបកូរ៉េទាំងពីរប៉ុន្តែត្រូវបរាជ័យមូលហេតុដោយសារតែផ្ទុយគ្នានៃមនោគមវិជ្ជារបស់មហាអំណាចទាំងពីរក្នុងសង្គ្រាមត្រជាក់ជាងនេះទៅទៀតនោះការបែងចែកតំបន់ទាំងពីរមានភាពស៊ីជម្រៅពេករហូតមិនងាយនឹងរកផ្លូវទៅរកការបង្រួបបង្រួមឡើយនៅខែឧសភាឆ្នាំ1946គេបានចាប់ទុកថាការឆ្លងខ្សែស្របទី38ដោយគ្មានការអនុញ្ញាតតម្រូវត្រូវបានចាប់ទុកថាជារឿងខុសច្បាប់នៅ
កូរ៉េខាងជើងលោកគីមអ៊ីសុងដែលមានកម្លាំងទ័ពខ្លាំងជាងបានសម្រេចថានឹងធ្វើសង្គ្រាមដើម្បីបង្រួបបង្រួមកូរ៉េដោយប្រើកម្លាំងទ័ពនៅព្រឹកព្រលឹមថ្ងៃទី25ខែមិថុនាឆ្នាំ1950កងទ័ពកូរ៉េខាងជើងបានបើកការវាយប្រហារឆ្លងកាត់ព្រំដែនចូលឈ្លានពានលើកូរ៉េខាងត្បូងសង្គ្រាមកូរ៉េក៏បានផ្ទុះឡើងចាប់ពីខែកញ្ញាឆ្នាំ1948ពួកកុម្មុយនីសកូរ៉េខាងជើងបានញុះញង់ឲ្យមានការបោះបោលនិងការធ្វើកោតកម្មរបស់កម្មករជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូងពួកគេបានទាមទារឲ្យមានការបង្រួបបង្រួមប្រទេសជាតិឡើងវិញពួកគេបានទទួលជោគជ័យក្នុងការញុះញង់ឲ្យមានការបោះបោលប្រឆាំងមួយនៅកោះឆេជូនៅក្នុងខែមេសាឆ្នាំ1948ហើយបន្ទាប់មកនៅក្នុងខែតុលាឆ្នាំ1948ដដែលពួកគេបានបង្កឲ្យមានការបោះបោលយោធាមួយនៅក្នុងតំបន់ឈុនឆុងខេត្តពូឡាខាងត្បូងតាមរយៈភ្នាក់ងាររបស់ពួកគេនៅក្នុងកងពលយោធាដែលមានមូលដ្ឋាននៅយូស៊ូការបោះបោលនេះបានកើតឡើងនៅពេលដែលកងទ័ពនៅយូស៊ូបានគេបញ្ជាឲ្យធ្វើដំណើរទៅកោះឆេជូដើម្បីបង្ក្រាបការបោះបោលនៅទីនោះការប៉ះទង្គិចគ្នាមួយចំនួននៅតាមព្រំដែនត្រង់ខ្សែស្របទី38បានកើតឡើងជាញឹកញាប់ដែលបានចាប់ផ្ដើមដំបូងនៅក្នុងខែឧសភាឆ្នាំ1949ហើយនៅកន្លែងផ្សេងទៀតនៅក្នុងកូរ៉េខាងត្បូងពួកកុម្មុយនីសបានចូលរួមក្នុងការធ្វើសង្គ្រាមវាយឆ្មក់នៅសតរដូវឆ្នាំ1949ប៉ុន្តែការបោះបោលនិងការប្រឆាំងទាំងអស់ត្រូវបានបង្ក្រាបដោយកងទ័ពកូរ៉េខាងត្បូងនៅចុងឆ្នាំ1949ដោយដឹងច្បាស់ថាការបោះបោលនិងការប្រឆាំងដែលដឹកនាំដោយពួកកុម្មុយនីសទាំងនេះនឹងមិនអាចផ្ដួលរលំរដ្ឋាភិបាលកូរ៉េខាងត្បូងបានឡើយគីមអ៊ីសុងបានធ្វើដំណើរទស្សនកិច្ចជាសម្ងាត់ចំនួន2លើកទៅកាន់ទីក្រុងមូស្គូនៅឆ្នាំ1949ដោយបានចុះកិច្ចព្រមព្រៀងផ្នែកសេដ្ឋកិច្ចនិងយោធាជាមួយនឹងសហភាពសូវៀតប្រភពឯកសាររុស្ស៊ីនិងចិនជាច្រើនបានចង្អុលបង្ហាញថាគីមអ៊ីលសុងបានពិភាក្សាគម្រោងការក្នុងការឈ្លានពានកូរ៉េខាងត្បូងរបស់លោកជាមួយនឹងស្តាលីននៅពេលនោះផងដែរហើយនៅពេលដែលម៉ៅស៊ិនតុងរបស់ចិនបានធ្វើដំណើរទស្សនកិច្ចនៅទីក្រុងមូស្គូឆ្នាំ1949ស្តាលីននិងម៉ៅស៊ិនតុងបានពិភាក្សាអំពីផែនការរបស់គីមផងដែរនៅឆ្នាំ1949ដែរទាំងសហរដ្ឋអាមេរិកនិងសហភាពសូវៀតបានតបរបស់ពួកគេមួយចំនួនធំចេញពីប្រទេសកូរ៉េសហភាពសូវៀតបានស្មានថាសហរដ្ឋអាមេរិកនឹងមិនជួយការពារកូរ៉េខាងត្បូងឡើយដូច្នេះពួកគេបានផ្ដល់ឲ្យប្រទេសកូរ៉េខាងជើងនៅរថក្រោះយន្តហោះចម្បាំងនិងលុយដើម្បីប៉ុនប៉ងក្នុងការដណ្ដើមកាន់កាប់ឧបទ្វីបកូរ៉េទាំងមូលជាមួយនឹងការជំរុញទឹកចិត្តដោយសេចក្តីប្រកាសដែលធ្វើឡើងដោយរដ្ឋលេខាធិការរបស់សហរដ្ឋអាមេរិកលោក Dean Acheson នៅក្នុងខែមករាឆ្នាំ1950ខែមករាឆ្នាំ1950នៅក្នុងអ្វីដែលលោកបានដកប្រទេសកូរ៉េខាងត្បូងចេញពីបដិវេណការពាររបស់សហរដ្ឋអាមេរិកនៅចុងបូព៌ាពួកកុម្មុយនីសកូរ៉េខាងជើងបានសម្រេចក្នុងការបើកការធ្វើសង្គ្រាមមួយដើម្បីបង្រួបបង្រួមកូរ៉េដើមឆ្នាំ1950ភ្លាមបន្ទាប់ពីការធ្វើសេចក្តីសម្រេចគីមអ៊ីលសុងបានធ្វើដំណើរទៅក្រុងមូស្គូនិងសម្លឹងទៅរកការយល់ព្រមរបស់ស្តាលីនដើម្បីការពាររបស់កូរ៉េខាងជើងលើកូរ៉េខាងត្បូងលោកទទួលបានការយល់ព្រមចុងក្រោយពីស្តាលីនបន្ទាប់ពីលោកត្រឡប់មកកាន់ទីក្រុងព្យុងយ៉ាងវិញបន្ទាប់ពីការទទួលការយល់ព្រមទាំងនេះគីមអ៊ីលសុងបានជូនដំណឹងទៅម៉ៅស៊ិនតុងឲ្យបានដឹងថាគម្រោងការឈ្លានពានរបស់លោកនៅពេលដែលគម្រោងការរបស់គីមអ៊ីលសុងត្រូវបានយល់ព្រមសហភាពសូវៀតបានដាក់ជំនួសនៅរាល់អ្នកប្រឹក្សាយោធារបស់គេទាំងអស់នៅក្នុងប្រទេសកូរ៉េខាងជើងជាមួយនឹងមន្ត្រីជាន់ខ្ពស់ដែលមានបទពិសោធន៍ក្នុងការតស៊ូប្រយុទ្ធនិងបានបញ្ជូនយុទ្ធក្រោះសភាវុធផ្សេងៗជាច្រើនទៅកាន់ប្រទេសកូរ៉េខាងជើងនៅពេលដែលទីប្រឹក្សាយោធាថ្មីបានមកដល់គម្រោងឈ្លានពានត្រូវបានគូសចេញដោយមន្ត្រីសូវៀតនិងមន្ត្រីកូរ៉េដែលកើតនៅក្នុងប្រទេសរុស្ស៊ីនិងធ្វើការនៅក្នុងកងយោធាសូវៀតហើយគម្រោងការប្រយុទ្ធចុងក្រោយត្រូវបានប្រគល់ឲ្យគីមអ៊ីលសុងនៅចុងខែឧសភាកងពលយោធាប្រុងប្រៀបប្រយុទ្ធពេលនោះបានដាក់ពង្រាយនៅតាមខ្សែស្របទី38ហើយនៅថ្ងៃទី22ខែមិថុនាឆ្នាំ1950ជាវិជាការពីរត្រូវបានបង្កើតឡើងសេចក្តីប្រកាសសង្គ្រាម
ដំបូងសរសេរជាភាសារុស្ស៊ីនិងកូរ៉េត្រូវបានចែកចាយដល់មេបញ្ជាការភូមិភាគនានានៅថ្ងៃទី24ខែមិថុនាឆ្នាំ1950